តើជនជាតិហាន់ទីនៅភាគខាងជើងនៃប្រទេសរុស្ស៊ីអាចរស់នៅក្នុងពិភពលោកដែលមានសីតុណ្ហភាពចុះត្រជាក់ដល់50°Cដោយរបៀបណានៅពេលដែលសីតុណ្ហភាពក្នុងរដូវរងាធ្លាក់ចុះទាបជាង 40°C ខ្យល់ត្រជាក់បក់បោកកាត់វាលរៀបស៊ីបេរីខាងលិចស្បែកដៃចំហគ្មានគម្របការពារនឹងបាត់បង់វិញ្ញាណដឹងក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះផែនដីបានកកស្ទើរតែទាំងស្រុងคล้ายជាស្រទាប់ទឹកកកអចិន្ត្រៃយ៍ដែលមានកម្រាស់រហូតដល់ជាច្រើនម៉ែត្រហើយព្រះអាទិត្យនៅអំឡុងពេលប្រពៃណីរដូវរងាគឺស្ទើរតែមិនរះឡើងពេញមួយថ្ងៃតែម្ដងនៅក្នុងបរិយាកាសដ៏ត្រជាក់ខ្លាំងបែបនេះសង្គមឧស្សាហកម្មទំនើបត្រូវការប្រព័ន្ធកម្ដៅបណ្ដាញអគ្គិសនីនិងប្រព័ន្ធដឹកជញ្ជូនទើបអាចបន្តដំណើរការបានដោយលំបាកប៉ុន្តែជនជាតិហាន់ទីខន្ធីបានរស់នៅទីនេះអស់រយៈពេលជាង1000ឆ្នាំមកហើយនៅលើវាលរៀបភាគខាងជើងស៊ីបេរីខាងលិចដែលឆ្ងាយពីរូងក្រុងផ្លូវថ្នល់និងបណ្ដាញអគ្គិសនីជនជាតិហាន់ទីនៅតែបន្តរស់នៅក្នុងរបៀបមួយដែលស្ទើរតែមិនត្រូវបានកែប្រែដោយពិភពទំនើបឡើយជំរំរបស់ពួកគេស្ថិតនៅរាយប៉ាយរវាងព្រៃស្រល់វាលតុងត្រានិងវាលភក់រដូវរងាគឺវែងឆ្ងាយនិងងងឹតសូន្យឈឹងដោយមានព្រិលកកើនឡើងកម្រាស់លើសពី1ម៉ែត្រចែកឯរដូវក្តៅវិញមានរយៈពេលខ្លីប៉ុន្តែសម្បូរទៅដោយមូសនិងសត្វល្អិតសម្រាប់ពួកគេដងទន្លេគឺជាផ្លូវធ្វើដំណើរសត្វរាំង reindeer គឺជាកម្លាំងចលករហើយធម្មជាតិគឺជាប្រភពនៃជីវិតនិងជានិមិត្តរូបនៃពិភពខាងវិញ្ញាណរបស់ពួកគេសម្រាប់ពិភពខាងក្រៅទីនេះហាក់ដូចជាជាប់គាំងនៅក្នុងប្រវត្តិសាស្ត្រដ៏ជម្រៅប៉ុន្តែសម្រាប់ជនជាតិហាន់ទីនេះគ្រាន់តែជាជីវិតប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះជនជាតិហាន់ទីគឺជាក្រុមជនជាតិភាគតិចស្ថិតក្នុងអំបូរភាសា Fangno-Ugric Finno-Ugric ដោយមានប្រភពដើមភាសាជាមួយជនជាតិ Fanglong អេស្តូនីនិងហុងគ្រីពួកគេគឺជាអ្នកតំណាងនៃអំបូរភាសាដ៏ចំណាស់នេះនៅក្នុងតំបន់ស៊ីបេរីពួកគេហៅខ្លួនឯងថាខណ្ឌដែលមានន័យថាមនុស្សក្នុងប្រវត្តិសាស្ត្រពួកគេធ្លាប់ត្រូវបានជនជាតិរុស្ស៊ីហៅថាអូសចាកប៉ុន្តែឈ្មោះនេះត្រូវបានគេចាត់ទុកថាហួសសម័យទៅហើយនាពេលបច្ចុប្បន្នជនជាតិហាន់ទីមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយជនជាតិម៉ាន់ស៊ីជនជាតិទាំងពីរមានភាសាវប្បធម៌និងដើមកំណើតស្រដៀងគ្នាយ៉ាងខ្លាំងដូច្នេះហើយក្នុងផ្នែករដ្ឋបាលពួកគេត្រូវបានដាក់បញ្ចូលរួមគ្នាក្នុងតំបន់ស្វយ័តខន្ធីម៉ាន់ស៊ីដែលត្រូវបានគេស្គាល់ថាជាយូក្រាផងដែរតំបន់នេះស្ថិតនៅភាគកណ្ដាលខាងជើងនៃវាលរៀបស៊ីបេរីខាងលិចមានផ្ទៃដីលើសពី 50,000 គីឡូម៉ែត្រការ៉េហើយជាតំបន់មួយដែលត្រជាក់បំផុតឆ្ងាយដាច់ស្រយាលបំផុតនិងលំបាកក្នុងការអភិវឌ្ឍបំផុតក្នុងប្រទេសរុស្ស៊ីបើពិនិត្យលើលក្ខខណ្ឌធម្មជាតិទីនេះមិនសមស្របសម្រាប់មនុស្សរស់នៅឡើយរដូវរងាអូសបន្លាយពី6ទៅ7ខែសីតុណ្ហភាពទាបបំផុតជាទូទៅចុះក្រោម 45°C ហើយនៅក្នុងឆ្នាំខ្លះវាអាចធ្លាក់ចុះជិត 60°C ដីភាគច្រើនត្រូវកកពេញមួយឆ្នាំធ្វើឲ្យការដាំដុះស្ទើរតែមិនអាចទៅរួចព្រៃឈើមានតិចតួចហើយប្រភពអាហារគឺមិនទៀងទាត់ឡើយស្ថិតក្រោមបរិបទបែបនេះហើយទើបជនជាតិហាន់ទីបានអភិវឌ្ឍប្រព័ន្ធរស់នៅមួយដែលបត់បែននិងសមស្របបំផុតទៅនឹងព្រៃត្រជាក់ Taiga តាមទស្សនៈមនុស្សវិទ្យា Anthropology ជនជាតិហាន់ទីស្ថិតនៅក្នុងក្រុមជនជាតិភាគតិចរស់នៅក្នុងព្រៃអាស៊ីខាងជើងរចនាសម្ព័ន្ធវប្បធម៌របស់ពួកគេគឺផ្អែកទាំងស្រុងលើបរិស្ថានដែលត្រជាក់សម្បូរទឹកនិងក្រាស់ក្រោបដោយព្រៃឈើសេដ្ឋកិច្ចប្រពៃណីរបស់ពួកគេផ្ដោតលើការចិញ្ចឹមសត្វរាំងការបរបាញ់ការនេសាទនិងការប្រមូលផលផ្លែឈើព្រៃក្នុងនោះសត្វរាំងតាមមានសារៈសំខាន់ខ្លាំងជាងសត្វស្រុកទូទៅទៅទៀតដោយវាផ្ដល់សាច់ទឹកដោះរោមសត្វនិងជាមធ្យោបាយដឹកជញ្ជូនដែលមិនអាចខ្វះបានក្នុងរដូវរងានៅក្នុងបរិស្ថានដែលព្រិលធ្លាក់ក្រាស់និងគ្មានយានយន្តណាអាចឆ្លងកាត់បានសត្វរាំងគឺជាមធ្យោបាយធ្វើដំណើរតែមួយគត់ដែលគួរឲ្យទុកចិត្តខុសពីជនជាតិណាប់ជនឬជនជាតិចរាចរណ៍ក្នុងចំណាប់អារម្មណ៍របស់ពិភពខាងក្រៅការផ្លាស់ទីលំនៅរបស់ជនជាតិហាន់ទីមិនមែនធ្វើឡើងដោយគ្មានរបៀបរៀបរយនោះទេប៉ុន្តែជាការផ្លាស់ប្ដូរទីតាំងតាមរដូវកាលយ៉ាងម៉ឺងម៉ាត់នៅរដូវក្តៅពួកគេបោះជំរំនៅជិតទន្លេនិងវាលភក់ដើម្បីទាញយកប្រយោជន៍ពីช่วงពេលខ្លីដែលគ្មានតកកក្នុងការនេសាទចែកឯដោយរងាវិញពួកគេផ្លាស់ចូលទៅក្នុងជម្រៅព្រៃស្រល់ដើម្បីជ្រកកោនពីខ្យល់ព្យុះព្រិលនិងតាមប្រមាញ់សត្វផ្លូវធ្វើដំណើរនិងទីតាំងជំរំនីមួយៗតែងតែជាកន្លែងដែលត្រកូលរបស់ពួកគេប្រើប្រាស់តគ្នាច្រើនជំនាន់មកហើយការនេសាទនិងការបរបាញ់មានតួនាទីជាបេះដូងនៅក្នុងសង្គមហាន់ទីបណ្ដាញទន្លេដ៏ប្រកួតប្រជែងនៅស៊ីបេរីខាងលិចដូចជាទន្លេអូបនិងទន្លេខ្នែងរបស់វាបានបង្កើតជាបណ្ដាញជីវិតធម្មជាតិដ៏ធំមួយជនជាតិហាន់ទីមានសមត្ថភាពវិនិច្ឆ័យយ៉ាងល្អិតល្អន់លើការផ្លាស់ប្ដូរកម្រិតទឹកការផ្លាស់ទីរបស់ហ្វូងត្រីនិងកម្រាស់នៃស្រទាប់ទឹកកកនៅរដូវរងាពួកគេចោះរន្ធលើទឹកកកក្រាស់ដើម្បីទម្លាក់បណ្ដាញនេសាទដោយធ្វើការបន្តបន្ទាប់គ្នាក្នុងសីតុណ្ហភាព 30°C ទៅ 40°C
ចែកឯរដូវក្តៅពួកគេប្រើប្រាស់ប្រឡាយទន្លេនិងទឹកកើនរាក់ដើម្បីបិទគប់ចាប់ត្រីសត្វដែលពួកគេបរបាញ់រួមមានសត្វអែលសត្វក្តាន់ព្រៃសត្វអាមីននិងសត្វកំប្រុកជាដើមសត្វទាំងនេះមិនត្រឹមតែជាប្រភពប្រូតេអ៊ីនប៉ុណ្ណោះទេប៉ុន្តែវាក៏ទាក់ទងនឹងប្រព័ន្ធដោះដូរប្រពៃណីផងដែររហូតមកដល់ពាក់កណ្ដាលសតវត្សទី20រោមសត្វនៅតែជាទំនិញពាណិជ្ជកម្មដ៏សំខាន់សម្រាប់ជនជាតិហានទីជាមួយពិភពខាងក្រៅហើយជាផ្លូវចម្បងសម្រាប់ពួកគេក្នុងការទទួលបានឧបករណ៍លោហៈអំបិលនិងម្សៅមីទាក់ទងនឹងលំនៅឋានផ្ទះរបស់ជនជាតិហានទីគឺធ្វើឡើងដើម្បីបម្រើឲ្យការប្រឆាំងនឹងភាពត្រជាក់ទាំងស្រុងនៅរដូវក្តៅពួកគេប្រើប្រាស់តង់ដែលអាចរុះរើបានងាយស្រួលដែលធ្វើអំពីដំបងឈើនិងសំបកឈើរីឯរដូវរងាវិញពួកគេរស់នៅក្នុងផ្ទះឈើមូលទាបនិងក្រាស់មានជញ្ជាំងជិតស្និទ្ធនិងបង្អួចតូចបំផុតដើម្បីកាត់បន្ថយការបាត់បង់កម្ដៅឲ្យបានច្រើនបំផុតចង្ក្រាននៅក្នុងផ្ទះស្ទើរតែឆេះពេញមួយឆ្នាំហើយវាគឺជាបេះដូងនៃជីវិតសម្រាប់គ្រួសារទាំងមូលជំរំរបស់ជនជាតិហានទីមានទំហំតូចណាស់ជាទូទៅបង្កើតឡើងដោយគ្រួសារមួយឬគ្រួសារបន្ថែមដែលមានសមាជិកមានកម្រិតរបៀបរស់នៅបែកខ្ញែកគ្នាបែបនេះគឺជាការបត់បែនតាមហេតុផលទៅនឹងបរិស្ថានដែលខ្សត់ខ្សោយធនធានរចនាសម្ព័ន្ធសង្គមគឺផ្អែកលើចំណងឈាមនិងការរៀបការដោយគ្មានការបែងចែកវណ្ណៈតឹងរឹងឡើយអំណាចនិងការគោរពគឺបានមកពីអាយុបទពិសោធន៍និងការយល់ដឹងអំពីធម្មជាតិជាជាងការសន្សំទ្រព្យសម្បត្តិនៅក្នុងពិភពខាងវិញ្ញាណជនជាតិហានទីបានបង្កើតប្រព័ន្ធជំនឿលើធម្មជាតិយ៉ាងជ្រាលជ្រៅពួកគេជឿថាពិភពលោកត្រូវបានបង្កើតឡើងដោយលំហច្រើនជាន់ហើយព្រៃឈើទន្លេនិងសត្វធាតុសុទ្ធតែមានព្រលឹងគ្រូសាមញ្ញគឺជាអ្នកសម្របសម្រួលរវាងមនុស្សនិងធម្មជាតិរវាងការពិតនិងពិភពអរូបអញ្ចឹងហើយពួកគាត់មាននីតិព្យាបាលជំងឺទស្សន៍ទាយនិងដឹកនាំពិធីសាសនានៅក្នុងបរិយាកាសត្រជាក់ខ្លាំងនិងពោរពេញដោយភាពមិនប្រាកដប្រជាជំនឿបែបនេះមិនមែនជាការអប់រំអបិយជំនឿនោះទេប៉ុន្តែជាយន្តការផ្លូវចិត្តនិងស្ថិរភាពសង្គមទោះបីជាសាសនាអូសូតារុស៊ីធ្លាប់បានផ្សព្វផ្សាយមកកាន់ពួកគេក៏ដោយប៉ុន្តែជំនឿប្រពៃណីមិនបានបាត់បង់ឡើយតែវាបានអត្ថិភាពទន្ទឹមគ្នាជាមួយធាតុផ្សំនៃសាសនាគ្រីស្ទក្លាយជាទម្រង់សាសនាក្នុងស្រុកយ៉ាងស៊ីជម្រៅភាសាគឺជាសសរទ្រទ្រង់វប្បធម៌ហានទីប៉ុន្តែវាកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរភាសាហានទីមានគ្រាមភាសាខុសគ្នាយ៉ាងខ្លាំងនៅតាមតំបន់រហូតដល់អ្នករស់នៅតាមដងទន្លេខុសគ្នាស្ទើរតែមិនអាចយល់ភាសាគ្នាបានឡើយជាមួយនឹងការអប់រំនៅសាលានិងប្រព័ន្ធរដ្ឋបាលដែលត្រូវបានធ្វើជាភាសារុស្ស៊ីទាំងស្រុងសមត្ថភាពប្រើប្រាស់ភាសាម្ដាយរបស់ជំនាន់ក្រោយកំពុងធ្លាក់ចុះយ៉ាងរហ័សហើយបញ្ហាភាសាកំពុងប្រឈមនឹងការផុតពូជកាន់តែធ្ងន់ធ្ងរឡើងចាប់តាំងពីសតវត្សទី20មកបរិស្ថានរស់នៅរបស់ជនជាតិហានទីបានផ្លាស់ប្ដូរយ៉ាងខ្លាំងតំបន់យូក្រាមានបរិមាណប្រេងកាតនិងឧស្ម័នធម្មជាតិបម្រុងសំខាន់បំផុតរបស់រុស្ស៊ីការអភិវឌ្ឍធម្មពលទ្រង់ទ្រាយធំបាននាំមកនៅផ្លូវថ្នល់បំពង់ទីបនិងទីប្រជុំជនដែលបានកាត់ផ្តាច់ផ្លូវផ្លាស់ទីប្រពៃណីនិងបំពុលប្រភពទន្លេនិងកន្លែងនេសាទជនជាតិហានទីមួយចំនួនបានចូលទៅធ្វើការនៅតាមទីក្រុងឬពឹងផ្អែកលើប្រាក់ឧបត្ថម្ភសង្គមប៉ុន្តែក្នុងពេលជាមួយគ្នានេះពួកគេក៏បានបាត់បង់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយនឹងរបៀបរស់នៅប្រពៃណីផងដែរទោះជាយ៉ាងណាក៏ដោយនៅតែមានគ្រួសារមួយចំនួនជ្រើសរើសបន្តរស់នៅក្នុងព្រៃដូចជាមនុស្សចាស់ហានទីឈ្មោះអៃរីណានិងលីអូនីតដែលនៅតែរស់នៅក្នុងជំរំពេញមួយឆ្នាំដោយរៀបចំជីវិតជុំវិញសត្វរាំងបណ្ដាញនេសាទនិងការផ្លាស់ប្ដូរនៅរដូវស្លឹកឈើជ្រុះពេលសីតុណ្ហភាពធ្លាក់ចុះនិងមានខ្សែសត្វដំបងពួកគេប្រមូលផលផ្លែបេរីនិងគ្រាប់ស្រល់ដើម្បីលក់យកប្រាក់កាសសម្រាប់ទិញអំបិលម្សៅមីប្រេងឥន្ធនៈនិងឧបករណ៍ផ្សេងៗ model សេដ្ឋកិច្ចពាក់កណ្ដាលស្វ័យគុណនិងពាក់កណ្ដាលទីផ្សារបែបនេះគឺជាចម្លើយជាក់ស្ដែងរបស់ជនជាតិហានទីសម័យទំនើបចំពោះសង្គមបច្ចុប្បន្នបើគិតពីទំហំប្រជាជនជាតិហានទីមានប្រមាណ 30,000 នាក់ប៉ុណ្ណោះដែលជាចំនួនដ៏តូចមួយនៅក្នុងរចនាសម្ព័ន្ធប្រជាជនដ៏ធំរបស់រុស្ស៊ីប៉ុន្តែអ្វីដែលពួកគេកំពុងទ្រទ្រង់មិនមែនត្រឹមតែជាជោគវាសនានៃជនជាតិមួយនោះទេប៉ុន្តែជាប្រព័ន្ធចំណេះដឹងនៃការរស់នៅក្នុងព្រៃត្រជាក់ខ្លាំងទាំងមូលចំណេះដឹងទាំងនេះទាក់ទងនឹងសត្វធាតុអាកាសធាតុធនធាននិងព្រំដែនដែលជាលទ្ធផលនៃការសាកល្បងនិងកំហុសអស់រយៈពេលជាយូររបស់មនុស្សជាតិក្នុងបរិស្ថានខ្លាំងក្លាថ្ងៃនេះវប្បធម៌ហានទីកំពុងស្ថិតនៅលើបន្ទាត់ព្រំដែនរវាងការផ្លាស់ប្ដូរនិងការបាត់បង់តាមផ្លូវច្បាប់ពួកគេត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចដើមដែលទទួលបានការការពារខ្លះៗប៉ុន្តែជាក់ស្ដែងការអភិវឌ្ឍឧស្សាហកម្មនិងរបៀបរស់នៅទំនើបនៅតែបន្តបង្រួញលំហប្រពៃណីរបស់ពួកគេការយល់ដឹងអំពីជនជាតិហានទីមិនគួរបញ្ចប់ត្រឹមរូបភាពបុរាណឬរ៉ូមែនទិកនោះទេប៉ុន្តែយើងរកសម្លឹងមើលហេតុផលនៃការរស់នៅនិងទម្រង់អរិយធម៌ដែលពួកគេបានបង្កើតឡើងនៅក្នុងពិភពលោក50ស៊ីនេះនៅជម្រៅនៃវាលរីកស៊ីបេរីខាងលិចខ្យល់ព្យុះព្រិលនៅតែបន្តបក់បោកផ្សែងបារីនៅតែហុយឡើងពីជំរំហើយសត្វរាំងនៅតែដើរលើព្រិល
នេះមិនមែនជាស្រមោលនៃអតីតកាលនោះទេប៉ុន្តែជាពិភពពិតដែលកំពុងបន្តរស់នៅយ៉ាងរឹងមាំទោះបីជាកំពុងត្រូវបានគេបំពាននិងភ្លេចភ្លាំងយ៉ាងឆាប់រហ័សក៏ដោយសូមអរគុណជួបគ្នាវីដេអូក្រោយ